ផ្កាឈូកគឺជាគំរូនៃរុក្ខជាតិដែលមានប្រយោជន៍តាំងពីឫសដល់ផ្កាខាងក្រោមនេះជាអត្ថប្រយោជន៍សំខាន់របស់ផ្កាឈូកផ្នែកសុខភាពនិងឱសថបុរាណកាត់បន្ថយស្ត្រេសតែផ្កាឈូកជួយឲ្យអារម្មណ៍ស្ងប់និងគេងលក់ស្រួលបញ្ចុះកម្ដៅជួយសម្រាលអាការៈក្តៅក្នុងនិងបន្សាបជាតិពុលជំនួយបេះដូងសារធាតុចិញ្ចឹមជួយសម្រួលចរន្តឈាមនិងសម្ពាធឈាមប្រឆាំងអុកស៊ីតកម្មជួយពន្យាភាពចាស់និងការពារកោសិការាងកាយផ្នែកអាហារូបត្ថម្ភមើមឈូកប្រើធ្វើស៊ុបឬឆាមានជាតិសរសៃខ្ពស់ក្រពុំនិងគ្រាប់ឈូកញ៉ាំស្រស់ឬធ្វើបង្អែមជួយផ្តល់ថាមពលស្លឹកឈូកប្រើសម្រាប់ខ្ចប់អាហារបង្កើនក្លិនឈ្ងុយធម្មជាតិផ្នែកវប្បធម៌និងការតុបតែងនិមិត្តរូបនៃភាពបរិសុទ្ធប្រើប្រាស់យ៉ាងសំខាន់ក្នុងពិធីសាសនានិងការបូជាលម្អភ្នែកប្រើសម្រាប់ដោតថូតុបតែងផ្ទះឬកម្មវិធីផ្សេង